លោកពេជ្រស្រស់មិនស្រួលទទួលគេហៅបដាសាហ្នឹងបានប្អូនប្រុសគាត់លោកពេជ្រកំស្រិនហ្នឹងទៅចូលដៃគ្នាជាមួយលីរតនៈរស្មីហើយនឹងភៀណយបាញ់សម្លាប់លោកលឹមកំយ៉ានៅទីក្រុងបាងកកកាលពីដើមខែមករាឆ្នាំ2025ឥឡូវហ្នឹងរត់មកនៅស្រុកខ្មែរហ្នឹងដឹងពួនកន្លែងណាឬក៏ពើស៊ីបាត់ទាំងពីរនាក់ហ្នឹងក៏យើងអត់ដឹងដូចលោកពេជ្រស្រស់ចឹងលោកពេជ្រស្រស់ប្រធានគណៈបកយុវជនហ្នឹងហើយដែលជាមេកមីនៅក្នុងការនាំអាចដាក់ពាក្យប្តឹងឲ្យរំលាយគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិកន្លះប្រទេសហ្នឹងគឺនៅថ្កោលទោសលោកពេជ្រស្រស់រហូតដល់ឥឡូវរហូតដល់ជីវិតចុងក្រោយរបស់ពួកគេគ្រប់គ្នាគេមិនដែលភ្លេចទេក៏ឥឡូវគេអាចធ្វើអីលោកពេជ្រស្រស់បានដូចថាមានការការពារពីគណៈបកប្រជាជនកម្ពុជាគេខ្ចីដៃយកមកប្រើដើម្បីរំលាយគណៈបកសង្គ្រោះជាតិប៉ុន្តែជាបណសិកាជាការថ្កោលទោសផ្លូវចិត្តហ្នឹងគឺប្រជាពលរដ្ឋគេថ្កោលទោសយើងឃើញកម្មពៀលោកពេជ្រស្រស់មិនស្រួលទទួលគេហៅបដាសាហ្នឹងបានប្អូនប្រុសគាត់លោកពេជ្រកំស្រិនហ្នឹងទៅចូលដៃគ្នាជាមួយលីរតនៈរស្មីហើយនឹងភៀណយបាញ់សម្លាប់លោកលឹមកំយ៉ានៅទីក្រុងបាងកកកាលពីដើមខែមករាឆ្នាំ2025ឥឡូវហ្នឹងរត់មកនៅស្រុកខ្មែរហ្នឹងដឹងពួនកន្លែងណាឬក៏ពើស៊ីបាត់ទាំងពីរនាក់ហ្នឹងក៏យើងអត់ដឹងប៉ុន្តែឃើញទេគឺបងប្អូនគាត់ហើយឃើញមុខមាត់ក្រុមគ្រួសារតកូលគាត់តើបាក់មុខប៉ុណ្ណាទៅដែលមានក្រុមគ្រួសារទៅចូលរួមជាមួយឃាតករបាញ់សម្លាប់លោកលឹមកំយ៉ាអីអញ្ចឹងគឺថាវាធ្វើឲ្យខូចពូជខូចម្បូរគាត់ទៀតប៉ុន្តែអាចត្រូវបណ្ដាសាហ្នឹងក៏តែមិនដឹងព្រោះអីអំពើដែលយើងប្រព្រឹត្តផ្ដេសផ្ដាសព្រះអត់ជួយចង់និយាយអញ្ចឹងយើងបើមិនជឿបនបាបអីអកុសលកម្មវាអាចមកពីអំពើសាងរបស់យើងក៏តែមិនដឹងតែណ៎ហើយខ្ញុំមិនទៅយកអីចងកម្មពីអីជាមួយលោកពេជ្រស្រស់ខ្ញុំសូមឲ្យលោកទទួលបានសេចក្តីសុខចម្រុងចម្រើនអីគ្រប់ប្រការចោះព្រោះអីលោកធ្វើហ្នឹងក្បត់មនសិការដំកតិអីដែរប៉ុន្តែជួនកាលអាចដោយសារតែបាយ3ពេលដូចតែគេដូចតែឯងដែរហ្នឹងអាសាច់ជូនខ្លាបាននៅស្រុកបានវាពិបាកដែររកបន្ទោសនឹងបន្ទោសតែវាមិនកើតក៏ប៉ុន្តែពេលខ្លះកុំឲ្យវាជ្រុលពេកបើជាបញ្ញវន្តជាការរៀនសូត្រចេះដឹងមានស្អីសញ្ញាបត្របណ្ឌិតអីធ្វើឲ្យខុសពីកុំឲ្យថាប្រជាពលរដ្ឋសាមញ្ញត្រឹមរត់ស៊ីក្លូម៉ូតូកង់ឌុបក៏គេមានគំនិតស្នេហាជាតិប្រសើរជាងអស់លោកផងទៀតដែលមានបណ្ឌិតនឹងនោះហើយឥឡូវនេះដល់ពេលយកក្រុមរបស់គាត់ហ្នឹងគឺទៅលំនាំលោកពេជ្រស្រស់ទៀតចាប់ផ្ដើមថ្កោលទោសលោកសំរងស៊ីឲ្យលោកជាមនីនឹងផ្ដាច់ខ្លួនពីលោកសំរងស៊ីប្រកាសចុះប្រកាសឡើងដល់ពេលលោកជាមនីអត់ព្រមប្រកាសផ្ដាច់ខ្លួនចាប់ផ្ដើមរំហទៅសេញ៉ាត់អីឲ្យរំលាយគណៈបកកម្លាំងជាតិគេទៀតហើយផ្លូវហ្នឹងគឺផ្លូវទៅនឹងទៀតហើយអាដែលអត់មានចោលសោះហើយអស់លោកអូយឲ្យប្រជាពលរដ្ឋក្តៅតូមនិញបដាសាជាប់បដាសាងាប់ហើយអស់លោកកុំធ្វើធូរថ្លៃចឹងពេកអីហីរអីខ្លះទៅនិស្សិតបញ្ញវន្តហ្នឹងរឹតគិតគំនិតច្នៃប្រឌិតផលិតដ្រូនអីទៅទម្លាក់គ្រាប់លើក្បាលទាហានថៃអីខ្លះទៅមកគិតតែពីរឿងបំផ្លាញខ្មែរគ្នាឯងដែលកវែកកឆ្នាំងហ្នឹងតើលោកចង់បានអីឲ្យប្រកាសស្មានតែប្រជាពលរដ្ឋគេល្ងងមិនមែនខ្ញុំពងតែឆ្ងល់អស់លោករាល់ថ្ងៃហ្នឹងរួចខ្លួនដោយសារតែគណៈបកប្រជាជនកាងទេបើអត់គណៈបកប្រជាជនកម្ពុជាហ្នឹងមិនស្រួលដើរតាមផ្លូវហ្នឹងគេវាយបែកមុខបែកមាត់ទៀតយើងអត់មានខ្លាចមានអាអំពើខ្មាស់អៀននិងអំពើទុច្ចរិតអំពើអសិលធម៌អញ្ចឹងសោះខ្ញុំឆ្ងល់ចាស់នៅក្មេងៗហេតុអីបានជាយើងបណ្ដោយខ្លួនដូច្នេះហឹមខ្ញុំចូលរួមសោកស្ដាយដែរប៉ុន្តែណាស់ហើយនេះគឺជាឧបករណ៍នយោបាយរបស់គណៈបកកណ្ដាលអំណាចដែលគេយកក្រុម100រាត្រីគេហៅយកបន្លាជួបបន្លាយកក្រុមដែលជាមរតករបស់លោកកែមលីយកបន្សាបវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីតើអគុណធម៌ប៉ុណ្ណាទៅបើយើងមិនធ្វើអីសោះមិនបានជួយលោកបណ្ឌិតកែមលីក៏យើងកុំបំផ្លាញគេឈ្មោះគេតម្លៃរបស់លោកបណ្ឌិតកែមលីអីព្រោះប្រជាពលរដ្ឋទាំង18លាននាក់ក្រៅតែពីក្រុមអស់លោកហ្នឹងគឺគេនៅស្រឡាញ់នៅគោរពវីរៈភាពរបស់លោកបណ្ឌិតកែមលីគ្មានថ្ងៃបំភ្លេចទេតែអស់លោកនៅចងោប្រយ័ត្នវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីតាមព្យាបាទដាក់បដាសាអស់លោកឲ្យចុះនរកខ្ញុំគ្រាន់តែប្រាប់ទេបើថាមិនជឿអីជឿបនបាបខ្លះទៅកន្លែងខ្លះអាចប្រយ័ត្នអ្នកតាកាច់ខ្ញុំគ្រាន់តែប្រាប់ទេមិនដឹងថាត្រូវធ្វើមិនឲ្យអ្នកទាំងអស់នោះស្ដាប់ទេព្រោះដូចជាផ្ដេសផ្ដាស់មែនតើហើយចាំមើលតិចទៀតមកទៀតហ่ะតិចទៀតបានកម្មវត្ថុហ្នឹងយកមួងណារ៉េតហ្នឹងជាកម្មវត្ថុវាយប្រហារជេរមួងណារ៉េតទៀតល្បីមួងណារ៉េតទៀតហេធ្វើមិនទេវាល្បីខុសរឿងចឹងដែរមួងណារ៉េតហ្នឹងវាចៃដន្យអាបង្អែមលៀងមាត់របស់យើងហ្នឹងបើប្រាប់ថាបង្អែមហ្នឹងវាអាចទឹកនោមផ្អែមទេធ្វើមិនឥឡូវសម្ោចមករួមស្ករហ្នឹងកាន់តែច្រើនទៅ
ហើយមានទាំងសម្ោចភ្លើងមានទាំងសម្ោចស្លូតមានទាំងសម្ោចកាចធ្វើម៉េចខ្ញុំបើកទទួលទូទៅជាធម្មតានមកសម្ោចកាចសម្ោចស្លូតអីក៏ដោយអញ្ជើញតាមចិត្តអញ្ជើញតាមសបាយចុះព្រោះអានេះជាធម្មតានមួងណារ៉េតវាគ្មានកម្លាំងអីណាទៅបង្ក្រាបងើបមួយវាយមួយអីណាទេអស់ហើយត្រឹមប៉ុណ្្នឹងឯងហើយប្រឹងកូរស្ករនឹងឲ្យឈ្ងុយជាងដើមទៀតប្រឹងជូតស្លឹកចេកនឹងឲ្យកាន់តែស្អាតខ្ជូងនឹងគឺកុំឲ្យមានធូលីកុំឲ្យមានអីខ្ទិះដូងនឹងចម្បាច់យកអាខ្ទិះដើមខ្ទិះអីចុងនឹងគឺថាយើងធ្វើឲ្យម៉េចឲ្យតែកាន់តែឈ្ងុយឆ្ងាញ់ធ្វើម៉េចឲ្យអាសម្ោចភ្លើងឬក៏សម្ោចយួននឹងឲ្យជាប់ជើងស្អិតនៅនឹងទាំងអស់ហ្មងទៅបើសម្ោចផ្សេងទៀតមកអីយ៉ាងម៉េចខ្ញុំអត់ដឹងដែរព្រោះអាការធ្វើធម្មតាននេះគឺវាមិនអាចចោលបានបាទឥឡូវខ្ញុំបញ្ចប់រឿងនឹងសិនខ្ញុំចូលដល់រឿងប្រធានធនាគារសំទោសស្ត្រីលក់គ្រឿងសង្ហារិមម្នាក់ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ2ឆ្នាំពីបទញុះញង់និងប្រមាថចាប់ទៀតហើយបងប្អូនរឿងដោះលែងនឹងអត់មានទេសុកចិត្តចាប់ខុសកុំឲ្យលែងច្រឡំអង្គការលីកាដូថានៅរសៀលថ្ងៃនេះសាលាដំបងរាជធានីភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសអ្នកស្រីមួយយូលេងអាយុ53ឆ្នាំដែលជាអ្នកលក់គ្រឿងសង្ហារិមមួយរូបនៅភ្នំពេញដោយផ្ដន្ទាទោសដាក់ពន្ធនាគារ2ឆ្នាំពិន័យប្រាក់4លានរៀលប្រមាណ$1000ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងការប្រមាថអីចឹងទៅការផ្ដន្ទាទោសនេះធ្វើពាក់ព័ន្ធនឹងករណីដែលអ្នកស្រីបានចែកចាយលើបណ្ដាញសង្គមជំវិញការរិះគន់ថ្នាក់ដឹកនាំនិងស្ថាប័នរដ្ឋាភិបាលអំពីបញ្ហាព្រំដែនកម្ពុជាថៃតើមានច្បាប់ឯណាទៅចាប់មនុស្សដាក់គុករឿងនិយាយបញ្ចេញមតិរិះគន់រឿងព្រំដែនអស់លោកធ្វើរឿងព្រំដែនគួរតែចាប់អស់លោកដាក់គុកអារឿងបាត់ដីឲ្យគេអស់62កន្លែងនៅលើមកចាប់អ្នករិះគន់ទៅវិញហើយក្រោយប្រកាសសាលក្រមអ្នកស្រីទៅបានបញ្ជូនទៅឃុំខ្លួននៅមជ្ឈមណ្ឌលអប់រំកែប្រែទី2រាជធានីភ្នំពេញបាទអានេះគឺរឿងហ្នឹងខ្ញុំរឿងហ្នឹងឥឡូវចូលដល់រឿងមួយទៀតគឺប្រធានធនាគារជាតិប្រាប់កាសែតជប៉ុនថាកម្ពុជាទទួលថ្មបាក់រឿងឆបោកអនឡាញថ្ងៃនេះគឺឃើញសារព័ត៌មានជប៉ុន Nikkei បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយនឹងប្រធានធនាគារជាតិកម្ពុជាគឺអ្នកស្រីជាសេរីដែលជាកូនស្រីបង្កើតរបស់លោកជាចន្ទោហើយអ្នកស្រីជាសេរីហ្នឹងគឺគាត់បាននិយាយការពារកម្ពុជាក្នុងន័យថាកម្ពុជាគឺជាជនរងគ្រោះទេទទួលថ្មបាក់ពីការឆបោកអនឡាញនៅលើពិភពលោកដែលមែនតែនគឺអាការឆបោកអនឡាញហ្នឹងគឺវាប្រសាចទៅកម្ពុជាคล้ายទៅជាថ្មបាក់អញ្ចឹងទៅធ្វើឲ្យคล้ายទៅជាគេគិតថាលៀបពណ៌ថាជាគោលដៅនៃឆបោកតាមពិតខ្លួនជាជនរងគ្រោះទេខ្ញុំថាប្រសាសន៍របស់អ្នកស្រីជាសេរីដែលថាការឆបោកអនឡាញគឺជាការដែលកើតឡើងនៅលើពិភពលោកមិនមែនតែនៅស្រុកខ្មែរនេះគឺជារឿងត្រឹមត្រូវព្រោះអញ្ចឹងគេមិនមែនហៅថាអនឡាញទេពាក្យថាអនឡាញនេះគឺបានន័យថាវាឆ្លងទ្វីបវាធ្វើអត់ផ្ទាល់ទេប៉ុន្តែមូលដ្ឋានធំនៃការឆបោកអនឡាញហ្នឹងគឺស្នាក់ការនៅស្រុកខ្មែរមានមជ្ឈមណ្ឌលឆបោក83ទីតាំង86ទីតាំងហើយមកដល់ពេលហ្នឹងអង្គការលើកលែងទោសអន្តរជាតិរកឃើញ86ទីតាំងហ្នឹងអាជ្ញាធរបង្ក្រាបបានតែ23ទៅ26ទីតាំងឯងបានតែ30%តែអាជ្ញាធរថាបង្ក្រាបបានជាង250ទីតាំងអីចឹងទៅអានេះគឺយើងនៅក្រោមក្លៀកនៅចំហហើយខ្លួនយើងទាំងអត់ដឹងហ្នឹងលោកហ៊ុនសែនថាពួកអស់ហ្នឹងមកពីណាប៉ាសពតក៏អត់មានហេតុអីបានមកចូលប្រសាចអាហ្នឹងដោយសារយើងអត់គម្របឬយើងក៏ជឿធ្លុះខ្លួនឯងទេអារឿងឆបោកអនឡាញប្រទេសណាក៏មានដែរអ្នកស្រីជាសេរីមានប្រសាសន៍នឹងត្រឹមត្រូវក៏ប៉ុន្តែអារឿងមានច្រើនមិនច្រើនវាអត់មានសំខាន់ទេសំខាន់ឬប្រព័ន្ធទប់ការពារអាឆបោកអនឡាញនឹងយើងរឹងមាំអត់តែកម្ពុជាអត់គឺខ្សោយប្រព័ន្ធពុករលួយបកពួកនិយមមន្ត្រីអសមត្ថភាពហើយអាប្រព័ន្ធអនឡាញនឹងវាអាចជាឆ្នាំងបាយឆ្នាំងអីសម្រាប់គ្រប់គ្រងគណៈបកកណ្ដាលអំណាចគ្រប់អីដូចជាការលើកឡើងរបស់មជ្ឈដ្ឋានជាច្រើនអីហ្នឹងវាអាចដែរព្រោះអាប្រព័ន្ធពុករលួយហ្នឹងវាអនុញ្ញាតឲ្យគណៈបកកណ្ដាលអំណាចរលួយបានដើម្បីបន្តបង្ក្រាបសម្លេងប្រឆាំងតទៅទៀតព្រោះអាហ្នឹងជាសេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគាត់លោកហ៊ុនសែនថ្ងៃមុនគាត់និយាយថាអត់មានសេដ្ឋកិច្ចបានមកពីឆបោកអនឡាញប៉ុន្តែតើមន្ត្រីទាំងអស់នោះបានលុយមកពីណាអង្គការមហាមន្ត្រីជួញដូរដីធ្លីអីពេញផ្ទៃប្រទេសហ្នឹងដោយសារតែអាការដែលលាងលុយពីអំពើឆបោកអនឡាញហ្នឹងអានឹងឯងជាលក្ខណៈដែលបានចំណេញដល់ពួកក្រុមគណៈបកកណ្ដាលអំណាចនឹងឯងមន្ត្រីអង្គការឈ្មួញទុច្ចរិតទាំងអស់នឹងឯងហើយនៅចំោះនៅភ្នែកខ្លួនឯងកាស៊ីណូរាប់ភ្លេចរឿងហ្នឹងគឺគេរាយការណ៍មករាប់ឆ្នាំ
អត់ដឹងអីចឹងអ្នកស្រីជាសេរីហ្នឹងគិតថាយើងជាជនរងគ្រោះយើងយកសម្រាមមកដាក់នៅក្នុងផ្ទះយើងតាយើងបើកទ្វារឲ្យសម្រាមចូលក្នុងផ្ទះហើយយើងឲ្យសម្រាមហ្នឹងស្អុយលលួយពេញផ្ទះហើយចុងក្រោយយើងទៅបន្ទោសក្រុមហ៊ុនសិនទ្រីដែលដឹកសម្រាមយកមកចាក់នៅក្នុងផ្ទះយើងចាស់យើងបើកទ្វារឲ្យគេយកសម្រាមមកចាក់ទៅអីហើយបើយើងបើកទ្វារហើយយកសម្រាមហ្នឹងមកចាក់ចុះហេតុអីយើងមិនកាយសម្រាមហ្នឹងយកទៅបោះចោលហេតុអីក៏យើងមិនទុកសម្រាមហ្នឹងឬក៏ដុតវាចោលឬក៏អីយើងអត់សម្រាមគេបើកទ្វារមកយើងបើកទ្វារឃ្វាំងឲ្យគេដាក់ចូលមកហើយយើងទុកនៅអង្គុយស្អុយសម្រាមហ្នឹងហើយដល់ពេលគេដោះស្រាយបញ្ហាទៅយើងថាយើងជាជនរងគ្រោះភាសានេះគឺពិបាកទទួលយកបានមែនតើខ្ញុំដឹងហើយកម្ពុជាព្យាយាមប្រាប់ពិភពលោកថាយើងជាជនរងគ្រោះប៉ុន្តែបងប្អូនជនរងគ្រោះយ៉ាងដូចម្ដេចទៅបើប្រព័ន្ធច្បាប់យើងបើកទូលាយចឹងហើយដោយសារប្រព័ន្ធនីតិរដ្ឋយើងវាធូរកំហុសឆ្គងគ្រប់យ៉ាងអ្នកស្រីជាសេរីនេះនិយាយថាអាចមកពីជនរងគ្រោះតែការជនរងគ្រោះហ្នឹងគឺដោយសារប្រព័ន្ធដឹកនាំរដ្ឋដែលលោកស្រីអ្នកស្រីនៅក្នុងរដ្ឋាភិបាលនឹងដែរតាប្រព័ន្ធដឹកនាំរដ្ឋឲ្យគ្មានតម្លាភាពគ្មានតុល្យភាពអំណាចអត់គណៈបពប្រឆាំងអត់សង្គមស៊ីវិលអត់តុលាការឯករាជ្យស្អីស្អីសពបែបយ៉ាងទាំងអស់នឹងចបៃត្រហ្នឹងហើយដែលធ្វើឲ្យរឿងនេះវាលលាយខ្សលអញ្ចឹងហើយចឹងមកនិយាយថាយើងជាជនរងគ្រោះបើជនរងគ្រោះក៏ជនរងគ្រោះតែចឹងនាំគ្នាពង្រឹងស្ដារអាហ្នឹងវិញទៅឲ្យប្រព័ន្ធដឹកនាំរដ្ឋហ្នឹងវាល្អមាននីតិរដ្ឋអីត្រឹមត្រូវទៅអាចនឹងទប់អាហ្នឹងបានព្រោះផ្ទះយើងសប្ងៃហ្នឹងវាទៅជាផ្ទះរហេករហាក់កូនចៅនឹងមិនដឹងជាអ្នកណាវ័យគ្នាអត់ត្រូវគ្នាឆ្លោះគ្នាសម្រាមមកអ្នកណាក៏មិនជូតអ្នកណាក៏មិនថែសក់អ្នកណាក្បាលអាហ្នឹងគ្រួសារផ្ទះមកសម្រាមចូលពេញផ្ទះសក់អ្នកណាក្បាលនៅហ្នឹងហើយយូរទៅបន្ទោសអ្នកចិត្តខាងទៀតថាអ្នកចិត្តខាងហ្នឹងដែលធ្វើឲ្យសម្រាមពេញផ្ទះយើងតិចទៅបន្ទោសគណៈបកប្រឆាំងទៀតហើយគេនៅក្នុងហ្នឹងគេមកជួយសម្អាតជួយទប់អត់ទេតពេលដេញគេចោលអស់តិចទៀតច្អុលប្រាប់អ្នកគណៈបកប្រឆាំងនឹងដែលធ្វើឲ្យមានបញ្ហានឹងទៀតអាចរករឿងចឹងបានទៀតអញ្ចឹងខ្ញុំនៅលើទឹកចិត្តថានិយាយអីក៏ដោយនៅលើឆាកអន្តរជាតិនេះវាមិនគ្មានបានប្រយោជន៍ស្អីទេវាគ្រាន់តែស្អំចិត្តមេដឹកនាំនឹងប្រាប់ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយយើងអត់ឯករាជ្យឲ្យមន្ត្រីរដ្ឋាភិបាលមកនិយាយដោះសារពីរឿងថាខ្លួនជាជនរងគ្រោះឯណាគេស្ដាប់យើងលោកហ៊ុនម៉ាណែតទៅនិយាយជាមួយ Reuters ជាមួយសារព័ត៌មាន Fox News អីហ្នឹងអ្នកណាគេស្ដាប់គឺតើតែមានស្ថាប័នព័ត៌មានឯករាជ្យឬក៏គណៈបកប្រឆាំងដែលផ្ទៀងផ្ទាត់អំណាចរដ្ឋាភិបាលអានឹងបានសហគមន៍អន្តរជាតិគេជឿយើងជាអ្នកប្រព្រឹត្តនៅក្នុងហ្នឹងយើងកាន់ជើងតែគ្នាយើងដោះសារហ្នឹងគ្មាននរណាគេជឿទេខ្ញុំសោកស្ដាយប្រព័ន្ធយើងឃើញមន្ត្រីយើងប្រឹងតែប្រឹងអត់ប្រយោជន៍ទេបងប្អូនបាទឥឡូវនិយាយពីរឿងគណៈបកកម្លាំងជាតិមុននេះគឺមានសារពីគណៈបកកម្លាំងជាតិគាត់សរសេរប្រកាសព័ត៌មានបបួលបងប្អូនប្រជាពលរដ្ឋដែលគ្រប់គ្រងលោករងឈុនហ្នឹងឲ្យទៅនាំគ្នាតាមដានសវនាការនៅថ្ងៃខាងស្អែកនេះគឺថ្ងៃទី19ខែមិថុនាឆ្នាំ2026ព្រោះតុលាការកំពូលនឹងប្រកាសសាលដីកាតាក់ទងនឹងការដកហូតសិទ្ធិនយោបាយរបស់លោករងឈុនមិនឲ្យឈរឈ្មោះបោះឆ្នោតហើយមិនឲ្យចូលរួមធ្វើនយោបាយមួយជីវិតដែលសាលដីកាហ្នឹងនឹងប្រកាសហើយឥឡូវខាងក្រមសកម្មជនឬក៏គណៈបកកម្លាំងជាតិហ្នឹងនាំគ្នាឲ្យប្រជាពលរដ្ឋទៅកែនចាំមើលអាជ្ញាធរតែឃើញមនុស្សច្រើនដោយថ្ងៃហ្មងពីម្សិលមិញហ្នឹងដែលនាំគ្នាទៅគ្រប់គ្រងលោករងឈុនច្រើនពេកអាជ្ញាធរអាចមានលេសថាអញ្ញៃពេកលើកពេលសវនាការហ្នឹងប្រកាសសាលក្រមទៅថ្ងៃណាគ្មានការកំណត់ខាលលេខាគ្មានថ្ងៃកំណត់អីណាទៀតអញ្ចឹងប៉ុន្តែមែនតើទៅសេចក្តីសង្ឃឹមថាគេនឹងដោះលែងលើកលែងការចោទប្រកាន់លោករងឈុននេះស្ទើរតែ0%បងប្អូនដូចតករណីលោកកឹមសុខាអញ្ចឹងព្រោះរឿងអ្វីដែលដោះស្រាយនៅប្រទេសកម្ពុជាគឺអាប៉ោងបើកគ្របប៉ុន្តែបើគាត់បែរជាសម្រេចលើកលែងទោសលោករងឈុននឹងឲ្យគាត់មានសិទ្ធិធ្វើនយោបាយខ្ញុំថានេះគឺជាទង្វើដ៏សិលធម៌ថ្លៃថ្នូរត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជាហើយខ្ញុំនឹងកោតសរសើរឲ្យពេញបណ្ដាញសង្គម Facebook របស់ខ្ញុំហ្មងបើសិនជាអស់លោកដូរមកជាការលើកលែងទោសគាត់អីចឹងតែខ្ញុំថាទៅមិនរួចទេបាទចុងក្រោយព័ត៌មាន2ចុងក្រោយគឺនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលប្រឡយប្រាប់សារព័ត៌មានថៃថាលោកអាចនឹងមានជំនួបឆ្លៀតឱកាសជួបប្រជុំនៅឯប្រជុំអាស៊ានរុស្ស៊ីនៅប្រទេសរុស្ស៊ីនោះនឹងអាចជួបជាមួយនឹងលោកហ៊ុនម៉ាណែតបាទប៉ុន្តែខាងកម្ពុជាមិនបាននិយាយអីទេពាក្យនេះគឺលោកអនុទិនច័ន្ទវរៈគុលថាជាការជំនួបដែលមិនមែនជាជំនួបផ្លូវការវាអាចជួបទៀតហើយដូចនៅវៀតណាមអញ្ចឹងកាលទៅប្រជុំនៅវៀតណាម
ទៅជុំគ្នាអញ្ចឹងវៀតណាមគេហៅជាម្ចាស់ផ្ទះចឹងបានចាប់ដៃគ្នាគ្រាន់តែក្រៅផ្លូវការបន្តិចមិនមែនជាការណាត់គ្នាដើម្បីដោះស្រាយព្រំដែនទេទៅរុស្ស៊ីហ្នឹងប្រហែលជាដូចគ្នាអញ្ចឹងទៀតហើយធម្មតាតែអង្គុយក្បែរគ្នាឬក៏ជួបគ្នាចាប់ដៃគ្នាតែប៉ុន្តែមិនមែនជាពិធីផ្លូវការដើម្បីនិយាយរឿងព្រំដែនទេព្រោះថៃបានប្រាប់ថាបិទផ្លូវចរចាបាត់ទៅហើយហ្នឹងដូច្នេះវាអត់មានរឿងអីប្រសើរហើយអនុទិនច័ន្ទវរៈគុលហ្នឹងគ្រាន់តែប្រាប់ជនជាតិថៃឲ្យកុំឲ្យភ័យព្រោះអីខ្លាចទៅចាប់ដៃលោកហ៊ុនម៉ាណែតទៅបាត់បង់អធិបតេយ្យថៃឯណានោះអញ្ចឹងគាត់ប្រាប់ឲ្យហើយទៅកុំឲ្យដូចកាលចាប់ដៃលោកហ៊ុនម៉ាណែតនៅវៀតណាមដែលលោកហ៊ុនម៉ាណែតយកមកបង្ហោះលើបណ្ដាញសង្គមទៅធ្វើឲ្យជនជាតិថៃថាម៉េចមកសុំកលុំជាមួយកម្ពុជាឥឡូវលោកអនុទិនគេហៅស្កាត់មុនចឹងប្រាប់ថានឹងអាចមានជួបក្រៅផ្លូវការចាប់ដៃចាប់អីចឹងតែអត់មានជជែកអីពាក់ព័ន្ធនឹងព្រំដែនបាត់អធិបតេយ្យថៃអីណាបាទនឹងចុងក្រោយគឺលោកត្រាំថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់មិនទាន់ដាច់ស្រេចនៅឡើយគឺអាមេរិកអាចទម្លាក់គ្រាប់បន្ថែមទៀតបើអ៊ីរ៉ង់អន់ចរិតឃើញទេទៀតហើយបងប្អូនដូចខ្ញុំនិយាយចឹងរឿងនយោបាយគឺចឹងចុះហត្ថលេខាហើយថានេះថ្ងៃសុកនេះទៅចុះនៅប្រទេសស្វីសដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះស្រាប់តែមិនទេគឺអ៊ីរ៉ង់នឹងដូចជាចល័តអានាវាស្អីតាក់តងនឹងអារឿងច្រកហមមូសអីខាត់រហទាលុយទីអីទៀតម្ដងថាបើកម្ដងថាបិទម្ដងថាអីឥឡូវហ្នឹងគឺជពាក់ជប៉ុនចឹងបានលោកត្រាំគាត់ថាឲ្យតាញ៉ែញ៉ៃអន់ចរិតចឹងទម្លាក់គ្រាប់ទៀតអញ្ចឹងរឿងនេះវាអត់ទាន់ចប់ទេបងប្អូនរឿងនៅអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងគឺដូចខ្ញុំនិយាយចឹងតតែបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះចប់សិនឲ្យលោកប្រធានាធិបតី Donald Trump នឹងថាឈ្នះឆ្នោតឬអីកុំឲ្យគេទម្លាក់គាត់សិនអានឹងបានឬក៏ចិត្តដល់នឹងមែនតែនហ្មងបានចប់ដោយបបោព្រោះអីនៅ2ខែទៀតនឹងល្មមកក្កដាសីហាកញ្ញាតុលាវិច្ឆិកានៅសល់ពេលតែបន្តិចហ្នឹងគឺអូសរហូតកិច្ចព្រមព្រៀងហ្នឹងត្រូវថែម60ថ្ងៃដើម្បីឲ្យសម្របសម្រួលអញ្ចឹងជាល្មមទៅដល់1ខែឬ2ខែមុនបោះឆ្នោតហ្នឹងគឺអ្វីចប់ឲ្យស្អាតសិនទៅដើម្បីលៀងអាហ្នឹងឲ្យលោកត្រាំគាត់បានប្រជាប្រិយរឿងបោះឆ្នោតរឿងនយោបាយអញ្ចឹងយើងតាមដានដាច់ខ្យល់ងាប់តែអ្នកដាច់ខ្យល់គឺរឿងប្រេងឆៅប្រេងអីតែវាឡើងអត់ឈប់ឥឡូវចុះបន្តិចឥឡូវឡើងបន្តិចចុះបន្តិចឡើងបន្តិចហើយវល់ណាស់បងប្អូនតែយ៉ាងណាយើងតាមដានរឿងនេះទាំងអស់គ្នាកុំឲ្យដាច់ព្រោះអីវាប៉ះពាល់ដល់ឆ្នាំងបាយយើងដែរបើតែរឿងកើតឡើងនៅអាមេរិកមែនតែវាមានរឿងអីប៉ះពាល់ដល់ព្រៃវែងដល់ស្នួលអង្គសសោមអីចឹងដែរចេញមកសុទ្ធតែពួកបាត់ផ្សារមកប្រឡែងឲ្យខំដូចសត្វធាតុចឹងហើយដល់ចឹងទៅធ្វើឲ្យយើងនឹងកាន់តែអន់កាន់អីប្រឡែងមកបដ ாய் អត់ចងកន្លោះចងខ្សែអីទេគឺថាប្រឡែងឲ្យខំមកប្រឡែងឆ្កែកាចហើយឆ្កែនេះគឺថាអ្នកខ្លះក្មេងៗតន់ជួបប្រឡេកពីក្បាលខ្ញុំស្ដាយខ្ញុំស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកហ្នឹងគឺអាណិតអាសូរជាតិយើងដែលមានមនុស្សបាយ3ពេលត្រូវគេជួលធ្វើដូចសัตว์ធាតចឹងព្រុសខំអូយអ្នកខ្លះបានរៀនសូត្របានអីរហូតដល់នៅស្រុកក្រៅនៅអីប៉ុន្តែខួរក្បាលហ្នឹងគឺត្រូវគេលៀងដូចខ្មែរក្រហមចឹងដូចខ្មែរក្រហមអាយុ12ឆ្នាំយកម៉ែឪខ្លួនឯងទៅសម្លាប់ដោយសារការលៀងខួរក្បាលបងប្អូនខ្ញុំស្រក់ទឹកភ្នែកសំណោះជាតិយើងណាមិនគួរណាធ្លាក់ដល់កម្រិតនេះសោះកម្រិត0នេះឆ្នាំនេះឆ្នាំ0ទៀតនេះបងប្អូនភ្ញាក់រលឹកឡើងបងប្អូនអត់ធ្វើដូច្នេះទេអាញាធរហ្នឹងចុះទៅសម្រុកនៅហាងហ្នឹងគឺខ្ញុំមិនរៀបរាប់លម្អិតទេគ្រាន់តែថាមានកណនី Facebook មួយឈ្មោះ N វិចិត្រឬក៏វិចិត្រ N ហ្នឹងគាត់សរសេរអញ្ចេះគាត់ថាតាំងតែពីរស៊ីមកខ្ញុំបានប្រមូលនឹងបង់ពន្ធជូនរដ្ឋមិនតិចជាង$2 លានទេទិន្នន័យនេះខាងពន្ធដារអាចឆែកបានគ្រាន់តែអីវ៉ាន់ពីកញ្ច្រែងរបស់ភ្ញៀវគេយកមកក្រុមហ៊ុនដឹកជញ្ជូនរបស់ខ្ញុំពួកលោកចាំបាច់ប្រើកម្លាំង50នាក់មកពាត់ជុំវិញឃ្លាំងខ្ញុំដូចជាខ្ញុំជាអក្រិតជនខ្ញុំពិតជាខឹងខ្លួនឯងណាស់ដែលខ្ញុំជានិស្សិតពូកែម្នាក់រៀនដល់ថ្នាក់បណ្ឌិតពីសហរដ្ឋអាមេរិកមានតាមអាហារូបករណ៍រៀនបាននិទេស A គ្រប់និទេសទាំងអស់សម្រាប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនៅតែមិនអាចការពារខ្លួនឯងបាននេះហើយដែលខ្នងថាម៉ោងសំទោសនេះហើយដែលខ្ទង់ម៉ោង4ជាងហើយខ្ញុំថាឲ្យពួកគាត់ហៅក្រុមគាត់ទាំងអស់មកឲ្យអស់មកដាក់ទោសខ្ញុំម្ដងឲ្យហើយទៅកុំឲ្យរំខានការរកស៊ីធ្វើឲ្យបុគ្គលិកខ្ញុំផិតភ័យតាមពិតលោកអិនវិចិត្រនេះគាត់បន្តថាយកកម្លាំង50-60នាក់មកដាក់មុខក្រុមហ៊ុនខ្ញុំរកស៊ីស្របច្បាប់សោះពួកខ្ញុំសហការរហូតដល់ថារកស៊ីអត់បានដាច់បាយដាច់ទឹកដល់ម៉ោង10យប់តាំងពីព្រឹកគ្នាខ្ញុំមានតែ3នាក់ទេរៀបរៀងឯណាបើឲ្យពិនិត្យអីវ៉ាន់ពីកញ្ច្រែងពីព្រឹកដល់ល្ងាច
ដល់ល្ងាចពួកខ្ញុំបានស្នើដោយចំសុំឲ្យពួកគាត់មកគ្នាទាំងអស់មកក៏មកក្រុមនេះបន្តិចក្រុមនោះបន្តិចអាច3ថ្ងៃអត់ចប់ទេដើម្បីបញ្ចប់ការងារពិនិត្យអីវ៉ាន់2កញ្ឆេងហ្នឹងឃ្លាំងខ្ញុំលោកចេញចូលស្រេចតែចិត្តរឿងអីថាពួកខ្ញុំរារាំងឬអត់សហការពួកលោកទេដែលប្រើអំណាចរដ្ឋនឹងគ្នាមកគំរាមកំហែងពួកខ្ញុំទោះខ្ញុំធំណាស់ទៅឬបើគ្រាន់តែអីវ៉ាន់គេជាបញ្ញើហើយអីវ៉ាន់នេះតិចណាស់ផ្ញើទុកឃ្លាំងតាំងពីឆ្នាំ2024គាត់បន្តថាខ្ញុំពិតជាអៀនខ្មាស់ណាស់ដែលរឿងនេះកើតមកលើក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់របស់ខ្ញុំក្រុមហ៊ុនខ្ញុំបង់ពន្ធជូនរដ្ឋរាល់ខែរាល់ឆ្នាំហេតុអីបានជាការចោះឆែកឆេរគ្មានលិខិតអនុញ្ញាតមកបង្ហាញអីសោះហើយបើទោះជាគ្មានលិខិតពួកខ្ញុំជាអ្នករស់ស៊ីស្របច្បាប់នៅតែអនុញ្ញាតឲ្យឆែកឆេរទៅទៀតតាមចិត្តគឺពីម៉ោង9ព្រឹកដល់ពេលល្ងាចហើយនៅចោតពួកខ្ញុំថាអត់សហការទៀតទុកកម្លាំង30-40នាក់នៅមុខក្រុមហ៊ុនខ្ញុំរំខានការរស់ស៊ីពួកខ្ញុំនឹងធ្វើឲ្យបុគ្គលិកខ្ញុំដែលមានស្រីតែ4នាក់ផិតភ័យខ្លាចជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះពួកគាត់ព្យាយាមរារាំងមិនឲ្យបងប្រុសខ្ញុំទៅយកកូននៅសាលារៀនចង្អុលមុខប្រើពាក្យធ្ងន់មកដាក់ពួកខ្ញុំដែលគ្រាន់តែជាអ្នករកស៊ីស្របច្បាប់នេះហើយប្រទេសនីតិរដ្ឋនេះហើយប្រទេសច្បាប់យកអាបញ្ហារឿងថៃនឹងមកគឺធ្វើឲ្យពុលពេញស្រុកអារឿងសំខាន់ដែលជាសិលធម៌សុជីវធម៌ចង់រករឿងថៃឲ្យថៃបាក់ស្បាតអត់ព្រមទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិអូសកកថៃដើម្បីខ្ចាក់ដីឲ្យសងសំណងខូចខាតទាហានស្លាប់ប្រជាពលរដ្ឋស៊ីវិលស្លាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខូចខ្ទេចខ្ទីអស់គេយកអត់ព្រមធ្វើទេមករករឿងខ្មែរគ្នាឯងរឿងនៅគ្រប់គ្រងផលិតផលថៃដែលយើងបើកព្រំដែនបាក់មេឃឲ្យផលិតផលថៃចូលមករាល់ថ្ងៃអត់មានបានហាមឃាត់សោះតែយើងមកធ្វើជាបែបនេះទៅវិញនេះគឺជានយោបាយចម្លែកខុសគេលើលោកហើយខ្មែរយើងជាអ្នករងទុកហើយរងទៅលោកបណ្ឌិតកែមលីនិយាយឲ្យថាគ្រាន់តែមិនទាន់ដល់វេនអ្នកចង់ដឹងថាបងប្អូនដែលរស់ស៊ីនៅឃ្លាំងនេះជាអ្នកណាទេបងប្អូនមានកណនី Facebook មួយគាត់សរសេរថាអឺអ្នកទាំងអស់នេះសុទ្ធតែអ្នកមានស្វាមីភក្តិចំពោះគណៈបកប្រជាជនកម្ពុជាគណៈបកកណ្ដាលអំណាចតាំងពីដើមរៀងមកទេតែមែនតើអ្នករស់ស៊ីទាំងអស់ទោះអ្នកឯងចូលចិត្តគណៈបកប្រជាជនគណៈបកកណ្ដាលអំណាចឬក៏មិនចូលចិត្តទេអាសាច់ជូនខ្លាបាននៅស្រុកបានចូលហែបកចូលលុយបកចូលអីអញ្ចឹងទៅដើម្បីកុំឲ្យគេរករឿងនឹងជាសកម្មជនចុងក្រោយឃើញគេរករឿងបានដូចតែគ្នានឹងជាសកម្មជនជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាផងឃើញនៅឃើញថាអ្នកនឹងខ្លាចជាជនរងគ្រោះបើទោះបីជាមិនទាន់ដល់វេនឬក៏អ្នកមិនធ្វើអីខុសសោះក៏ដោយនេះករណីនេះអត់ធ្វើអីខុសសោះហើយស្របច្បាប់ទាំងអស់ប៉ុន្តែគេនៅតែរករឿងបានដោយសារអញ្ចឹងប្រព័ន្ធច្បាប់នេះគឺជាប្រព័ន្ធព្រឺខ្លាចព្រឺព្រួចដែលប្រជាពលរដ្ឋរកស៊ីស្របច្បាប់ត្រូវយូរភ័យលែងហ៊ានរកស៊ីអីបានជពាក់លុយគេនរណាសងធនាគារមីក្រូហិរញ្ញវត្ថុនរណាសងនៅពេលដែលយើងមកធ្វើបែបនេះអាញាធរអត់ខ្វល់លីងផ្គាប់ចិត្តលោកហ៊ុនសែនតែម្នាក់ឲ្យព្រោះដើរឲ្យកម្ចាត់ឲ្យចឹងដើម្បីឲ្យប្រជាពលរដ្ឋមើលទៅថាអាញាធរគេសម្រុកតែយូរទៅមើលអុកញ៉ាណាបំផ្លាញនាំជង្គង់មន់នាំអីនាំគ្រឿងថៃមកអត់តាន់បានប៉ះមួយទេមកធ្វើបាបគ្នាតូចតាចចឹងទៀតបាទឥឡូវនេះខ្ញុំស្លេះរឿងនេះពីរឿងកែមលីលោកបណ្ឌិតកែមលីមិញហ្នឹងជ្រុលនិយាយឲ្យក៏ខ្ញុំចង់លើកពីរឿងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីត្រូវបានមនុស្សមួយក្រុមដែលបង្កើតក្រុមគេហៅ100រាត្រីថ្មីអីគេនោះបំផ្លាញវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីខ្ញុំស្រក់ទឹកភ្នែកទៀតហើយបងប្អូនមានយុវជនម្នាក់ដែលកាលហ្នឹងស្មោះស្ម័គ្រក្នុងការជួយលោកបណ្ឌិតកែមលីក្នុងចលនា100រាត្រីដើម្បីតាមដានមើលនិគមជនយួននៅស្រុកខ្មែររឿងពុករលួយរឿងសិទ្ធិមនុស្សរឿងបាត់បង់ដែនអធិបតេយ្យ100រាត្រីរបស់លោកបណ្ឌិតកែមលីហ្នឹងគឺទៅមើលប្រជាពលរដ្ឋនៅជ្រៃធំមើលនៅភូមិដូងនៅកន្លែងដែលបាត់ដីទៅវៀតណាមលក្ខហ្នឹងគឺថាធ្វើដើម្បីជាតិមាតុភូមិតែដល់ពេលលោកបណ្ឌិតកែមលីទទួលគេសម្លាប់បាត់ពី10ឆ្នាំមុនស្រាប់តែក្រុម100រាត្រីនេះបង្កើតឡើងជាក្រុមថ្មីទៅធ្វើការឲ្យគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាហើយចាប់ផ្ដើមដុតចោលគេដំណើរនិងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីទាំងបំពេញតែម្ដងក្រុមនេះគឺដឹកនាំដោយក្រុមនិស្សិត
ដែលអះអាងថាខ្លួនជានិស្សិតជាអីហ្នឹងដែលដឹកនាំក្រុម100រាត្រីខ្ញុំមិនលើកឈ្មោះទេព្រោះខ្ញុំខ្ពើមនឹងនិយាយឈ្មោះអស់លោកទាំងអស់នេះណាព្រោះអីយើងធ្វើនេះគឺធ្វើរបៀបដូចជាសុំបាយ3ពេលហ្នឹងដូចជារកអីរស់អត់បានណាបងប្អូនរកអីរស់អត់បានគឺត្រូវតែធ្វើរបៀបជាបាវបំរើគេដាច់ថ្លៃហើយលក់ឧត្តមគតិមនសិការខ្លួនឯងហើយចាប់ផ្ដើមធ្វើរឿងផ្ដេសផ្ដាសរឿងផ្ដេសផ្ដាសដែលក្រុមនេះកំពុងតែធ្វើនេះគឺក្រុម100រាត្រីដែលអួតថាជាខ្ញុំជឿថាអស់លោកគួរតែដាក់ក្រុម100,000រាត្រីឬក៏ក្រុមស្អីផ្សេងទៅកុំយកគេដំណើរលោកបណ្ឌិតកែមលីអីដែលវិញ្ញាណក្ខន្ធរបស់លោកកំពុងតែនៅវិលវល់ហើយយើងក្បត់វិញ្ញាណក្ខន្ធគាត់បែបនេះប្រយ័ត្នគាត់ដាក់បណ្ដាសាយើងឲ្យចុះនរកអស់ព្រោះអីលោកបណ្ឌិតកែមលីមិនមែនអណ្ដេរថៃអញ្ចឹងទេព្រោះក្រុមនេះមួយថ្ងៃអត់ធ្វើអីទេគឺនាំគ្នារៅឆានគណៈបកនយោបាយដែលកំពុងតែបង្កើតថ្មីឬក៏មានកវែកកឆ្នាំងហ្នឹងឥឡូវហ្នឹងគេចេញយុទ្ធនាការជាប្រចាំថ្ងៃណាក៏ឃើញយុទ្ធនាការគេនឹងដែរគឺគេធ្វើដើម្បីដាក់សម្ពាធឲ្យគណៈបកកម្លាំងជាតិដែលដឹកនាំដោយលោកជាមនីនេះព្យាយាមប្រកាសផ្ដាច់ខ្លួនពីលោកសំរងស៊ីអើយខ្ញុំមិនយល់លោកបណ្ឌិតកែមលីអត់ដែលទៅធ្វើការងារ100រាត្រីគាត់អញ្ចឹងសោះលោកបណ្ឌិតកែមលីរិះគន់អំពីសង្គមរិះគន់អំពីបញ្ហាអសកម្មឲ្យកែឲ្យមានវិជ្ជមានដើម្បីឲ្យប្រជាពលរដ្ឋ18លាននាក់ទទួលអាស្រ័យផលសមស្របអស់លោកគិតថាយកគេដំណើរលោកបណ្ឌិតកែមលីមកតែបំផ្លាញវិញ្ញាណក្ខន្ធផ្សែងសັບរបស់លោកបណ្ឌិតកែមលីមិនទាន់បាត់ឈ្ងៀមផងអស់លោកយកមកទៅលាបពណ៌គណៈបកនយោបាយកម្លាំងជាតិនឹងទៅរករឿងលោកសំរងស៊ីដែលរដ្ឋាភិបាលកម្ពុជាដាក់ទោសលោកសំរងស៊ីជាង100ឆ្នាំហើយហ្នឹងដកស្អីសិទ្ធិបោះឆ្នោតសិទ្ធិស្អីអូយមិនរួយចុះហេតុអីក៏ទៅរករឿងគណៈបកកម្លាំងជាតិនេះដែលគ្នាទៅអង្គវែកកឆ្នាំងប្រធានបកនេះលោកសុនចន្ទធីដាក់គុកគ្នាឥឡូវដកសិទ្ធិនយោបាយអស់ឥឡូវឡើងមកលោកជាមនីអត់ទាន់បានអីហើយលោករងឈុនជាប់អាទោសគេហ្នឹងឥឡូវកាត់ទោសកាត់អីអូយអត់តែអ្នកណាមកកម្លាំងជាតិហ្នឹងគឺជួយបំផ្លាញគ្នាដឹងថាខ្លាចប៉ះពាល់អីទៅយកយោបល់អីពីលោកសំរងស៊ីនៅក្រៅប្រទេសចុះខ្លាចអីក៏ខ្លាចយ៉ាងនេះអស់លោកធ្វើនយោបាយអីក៏ដូចមន់កំសាកញីយ៉ាងនេះយើងធ្វើនយោបាយបែបនេះគឺជានយោបាយបំផ្លាញឲ្យប្រជាពលរដ្ឋគេដឹងទៀតខ្ញុំថាបើអស់លោកជ្រុលតែចង្រៃចឹងអស់លោកទៅធ្វើអីផ្សេងទៅកុំយកអា100រាត្រីរបស់លោកបណ្ឌិតកែមលីមកឲ្យគ្នាវិញ្ញាណក្ខន្ធឲ្យប្រជាពលរដ្ឋជាង2លានអ្នកដែលហែសពលោកបណ្ឌិតកែមលីគឺគេស្អប់ខ្ពើមអស់លោកណាស់ថាគេមិនអាចធ្វើអីអស់លោកបានទេតើលោករស់នៅក្នុងជីវិតក្នុងឋាននរុអវជ័យអញ្ចឹងដែរកើតដែរទេហើយទៅខ្វល់អីពីរឿងលោកសំរងស៊ីដែលយើងដាក់ទោសគាត់ដែលគិតថាអត់ចង់និយាយអីពីលោកសំរងស៊ីអត់ចង់ពីរំលឹកអីពីលោកសំរងស៊ីតែមួយថ្ងៃហោរឿងនិយាយតែពីរឿងលោកសំរងស៊ីហ្នឹងហើយចុះបើលោកមានគណៈបកហ្នឹងប្រកួតប្រជែងទៅឲ្យគេប្រកួតប្រជែងទៅបើគេនៅរដ្ឋាភិបាលនៅក្នុងស្រុកហ្នឹងអឺបោះឆ្នោតឲ្យសេរីត្រឹមត្រូវនឹងយុត្តិធម៌មួយថ្ងៃចាំមើលអានេះគឺជាល្បិចការផ្សព្វផ្សាយឬក៏អាចថាមកពីការមិនយកចិត្តទុកដាក់ឬក៏មកពីប្រព័ន្ធសីលធម៌ខ្មែរយើងដោយសារតែអាមឹងបាតផ្សារនឹងវាទាបពេកចេះតែចប៉ីត្រតាមគ្នាឬមួយក៏អាចថាអឺយើងមិនកែឬក៏យ៉ាងម៉េចយើងគិតថាអានឹងជារឿងធម្មតាអញ្ចឹងចំពោះខ្ញុំអត់ភ្ញាក់ផ្អើលណាត្រង់ថារឿងអញ្ចឹងអីកើតឡើងនៅស្រុកខ្មែរនឹងច្រើនលើកច្រើនសាររាប់ឆ្នាំនិយាយទៅបើយើងចាំពីបងប្អូនប្រហែលជានៅចាំករណីមួយនៅវត្តស្រះចកបងប្អូនចាំករណីនៅស្រះចកហើយមិនចឹងឯងកាលហ្នឹងសង្ឃមួយអង្គគឺឈ្មោះណេតខៃណាព្រះសង្ឃអង្គនេះគឺបើយើងគិតទៅមើល2010 16ឆ្នាំហើយបងប្អូនរឿងដែលកើតឡើងក្នុងអំឡុងខែកក្កដាឆ្នាំ2010ហ្នឹងគឺព្រះសង្ឃណេតខៃនៅវត្តស្រះចកដែលគេល្បីខាងស្រោចទឹកដាក់ស្នេហ៍ដាក់អីហ្នឹងហើយស្ត្រីក្មេងៗចាស់ចាញ់បោកលោកណេតខៃស្ទើរតែគ្រប់គ្នាហើយព្រះអង្គនេះលួចដាក់កាមេរ៉ានៅអាកន្លែងស្រោចទឹកហ្នឹងគឺនិយាយទៅគឺប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរប៉ះពាល់ដល់វិស័យពុទ្ធសាសនាប៉ះពាល់ដល់ព្រះសង្ឃប៉ះពាល់ដល់អីហ្នឹងគ្រប់បែបយ៉ាងក៏ប៉ុន្តែរឿងនេះ
វាបែកការដោយសារតែការដែលគាត់ថតសម្លេងថតរូបថតអីហ្នឹងគឺរូបហ្នឹងវាបែកធ្លាយទេបើមិនបែកធ្លាយហ្នឹងគឺប្រសាចតែអញ្ចឹងហើយយើងមិនដឹងថារឿងនេះកើតឡើងនៅទីអារាមណាផ្សេងទៀតឬក៏យ៉ាងម៉េចទេគ្រាន់តែថាករណីលោកណេត ខៃពី16ឆ្នាំមុនគឺឆ្នាំ2010ហ្នឹងគឺនៅតែលងបន្លាចធ្វើឲ្យបាក់ស្បាតនៅក្នុងបញ្ហាជំនឿសាសនាផងបញ្ហាភាពអសិលធម៌របស់បុគ្គលមួយចំនួនបាទខ្ញុំនិយាយបុគ្គលចោះដែលក្រងស្បង់ចីវរយកពាក់ស្បង់ចីវរពណ៌លឿងហ្នឹងមកហ្នឹងដែលគួរតែคล้ายជាបុគ្គលដែលគួរគោរពប្រតិបត្តិក៏ប្រព្រឹត្តអំពើពាលាអាវ៉ាសែខុសអាបត្តិអីអញ្ចឹងទៅដែលជាទម្លាប់ខូចរបស់មនុស្សហើយអត់មានប្រព័ន្ធអីដូចថាវាមានរឿងច្រើនណាស់បងប្អូនដើម្បីអប់រំខួរក្បាលមនុស្សតាក់ទងនឹងសីលធម៌ហ្នឹងគឺច្រើនមែនតើតែដល់ពេលយើងអត់ជួយគ្នាយើងចិត្តតែតាមគ្នាមកយកទៅសងអាជ័យធ្លាក់ទឹកហើយអើតែស្កទៅជារឿងឈួតលីលាពេញផ្ទៃប្រទេសចឹងទៅឧទាហរណ៍រឿងដែលអប់រំសីលធម៌គឺមានសាលារៀនហ្នឹងគឺសំខាន់ណាស់ជាទូទៅព្រោះមានការអប់រំសីលធម៌សុជីវធម៌ពលរដ្ឋវិជ្ជាឬស្អីហ្នឹងតាំងពីថ្នាក់បឋមឬក៏មត្តេយ្យរហូតដល់ថ្នាក់ណាក៏គេមានការអប់រំសុជីវធម៌សីលធម៌ហ្នឹងដែរទី2គឺគ្រួសារហ្នឹងមានឪពុកម្ដាយបងប្អូនជីដូនជីតាអីហ្នឹងទី3គឺសង្គមហ្នឹងគឺសំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធដូចថាអប់រំផ្សេងទៀតផ្នែកសង្គមណាអ្នកនយោបាយហ្នឹងក៏ចូលរួមក្នុងសង្គមហ្នឹងក្នុងការលើកកម្ពស់សីលធម៌តែយើងអត់ទេជេរបន្តិចឥឡូវបានអាក្រុម MMO អាម៉េចគេនោះគឺថាអូយស្អីទេគឺថាអាភាសពិបាកផ្សារគឺពេលខ្លះគឺពិបាកមែនតើពិបាកទទួលយកមែនតើវាទៅជាភាពអនាធិបតេយ្យដែលគេគិតថាជារឿងស្របច្បាប់មិនធ្វើអាម៉េចឥឡូវក៏ប៉ុន្តែរឿងករណីមួយនេះគឺលោកមន្ត្រីប៉ូលីសម្នាក់នេះគាត់ត្រូវបានអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅពេលដែលមានករណីជនរងគ្រោះពីការលួចថតគាត់ងូតទឹកជាស្ត្រីណាជាក្មេងស្រីទៅប្តឹងអាជ្ញាធរមូលដ្ឋានឲ្យចុះទៅជួយដោះស្រាយអញ្ចឹងយើងក៏ឃើញមន្ត្រីប៉ូលីសនេះចុះទៅដែរហើយក៏ឃើញក្រុមអ្នកសារព័ត៌មាន MMO ហ្នឹងចុះទៅយកព័ត៌មានប្រសាចយកក្បាលមីក្រូហ្នឹងទៅញុកដើម្បីឲ្យមន្ត្រីប៉ូលីសហ្នឹងនិយាយមួយម៉ាត់ពីរបើទោះបីជាគាត់ដើរកិច្ចអីច្រើនដែរគាត់ដឹងថារឿងហ្នឹងវាធម្មតាទេចាំបាច់វែងឆ្ងាយអីធ្វើដូចរឿងធ្លាក់មកពីលើមិនគាត់តែមិនដឹងព្រោះមើលទៅគាត់រៀងអល់ឯកច្រើនអ្នកដែលអល់ឯកនេះគឺបើតាមរូបវីដេអូដែលគេថតផ្សាយចែកតាមបណ្ដាញសង្គម Facebook ឡើងផ្អើលនេះគឺឈ្មោះលោកសួសសរឿនមានអត្តលេខ27670អឺពេលដែលអ្នកកាសែត MMO ម្នាក់សួរគាត់ថាយល់យ៉ាងម៉េចដែរពីអារឿងគេលួចថតក្មេងស្រីងូតទឹកហ្នឹងគាត់ដូចថាគាត់ព្យាយាមមិនចង់ឆ្លើយដែរក៏ប៉ុន្តែទីបំផុតគឺគាត់ថារឿងហ្នឹងបែកធ្លាយចឹងហើយមានអីទៀតចង់និយាយថាដូចជាអត់មានអីអស្ចារ្យមានអីហើយទៅអ្នកកាសែតហ្នឹងក៏ប្រើពាក្យថាចឹងជារឿងធម្មតាទេអញ្ចឹងអាពាក្យដែលថាជារឿងធម្មតាហ្នឹងគឺអ្នកកាសែតជាអ្នកប្រើពាក្យហ្នឹងទៅហើយមន្ត្រីប៉ូលីសហ្នឹងក៏ស្របតាមថាហ្នឹងជារឿងចឹងដែរអត់មានប្រកែកថាមិនមែនជារឿងធម្មតាមែនអីអញ្ចឹងទៅធ្វើឲ្យអាសាច់រឿងទាំងមូលហ្នឹងថារឿងថតក្មេងស្រីងូតទឹកលួចថតហ្នឹងគឺជារឿងធម្មតាទៅវិញហើយនៅពេលដែលចាប់ផ្ដើមមន្ត្រីសមត្ថកិច្ចត្រូវបានអ្នកកាសែតជួយថែមមួយម៉ាត់ពីរទៅហើយត្រូវនឹងចិត្តគាត់ហ្នឹងថារឿងហ្នឹងធម្មតាទេឥឡូវវាបែកធ្លាយហើយវាមិនអីចឹងទៅធ្វើឲ្យសាធារណជនទូទៅជាពិសេសស្ត្រីមានប្រតិកម្មយ៉ាងខ្លាំងក៏ក្រើកបណ្ដាញសង្គម Facebook អូសអត់រំលងទេដែរបងប្អូនគឺឡើងមកប្រតិកម្មម្ដងម្នាក់រករឿងអាញាធរដែលជាមន្ត្រីសមត្ថកិច្ចនេះពីរឿងប្រើពាក្យថាការលួចថតស្ត្រីងូតទឹកគឺជារឿងធម្មតាដែលមែនតែនមិនមែនជារឿងធម្មតាទេខ្ញុំនឹងជម្រាបជូនរឿងនេះពីករណីទី1
ហេតុអីបានជាមន្ត្រីប៉ូលីសឆ្លើយដោយឥតអល់ឯកថារឿងហ្នឹងវាមិនមែនរឿងអីអស្ចារ្យធ្លាក់ពីលើឋានទេវតាណាមកទេគឺរឿងហ្នឹងវាកើតឡើងតែហូរហែតែអញ្ចឹងហើយជាទម្លាប់អីចង់និយាយអញ្ចឹងណាដល់មានអីប្លែកដែរទេអារឿងថតព្រោះអាចប៉ូលីសហ្នឹងគាត់យល់ថាចរិតរបស់យើងហ្នឹងគឺតែអញ្ចឹងហ្នឹងបងប្អូនមានចាំទេនៅទូតអាមេរិកកាលពីប្រមាណឆ្នាំមុនប្រហែលជា10ឆ្នាំហើយដឹងមានមន្ត្រីសន្តិសុខនៅទូតអាមេរិកនេះមកវងគ្នាប្រហែលជិត30នាក់ត្រូវបានស្ថានទូតនេះបញ្ឈប់ពីការងារទាំងអស់ដោយសារអីដោយសារការចែកផ្សាយរូបថតអាសភាសរបស់កុមារនៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមជាជាក្រុមរបស់គាត់ណាបដិញឈប់ទាំងអស់ទាំងអ្នកអត់ដឹងរឿងអីក៏ដោយព្រោះចូលនៅក្នុងក្រុមមួយដែលមានរូបថតក្មេងស្រីអាក្រាតកាយឬក៏អាសភាសអីអញ្ចឹងទៅហើយវាប៉ះពាល់ដល់អានិច្ចជនអញ្ចឹងអ្នកខ្លះហ្នឹងដែលត្រូវបានចិត្តគ្រប់ពេលដែលនឹងដូចថានៅទូតអាមេរិកតែយើងធ្វើការដល់កំណត់ពេលគេដូចថា20ឆ្នាំចុះអញ្ចឹងទៅគឺគេឲ្យ green card បានន័យថាមានសិទ្ធិធ្វើការនៅទូតអាមេរិកនៅស្រុកខ្មែរមែនប៉ុន្តែគ្រប់កាលវេលាដោយអត់ប្រព្រឹត្តបទល្មើសអីហើយជាមន្ត្រីស្អាតស្អំប្រឹងធ្វើការហ្នឹងគឺមានសិទ្ធិទទួលបាន green card បានស្នាក់នៅរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ទាំងគ្រួសារហ្មងក៏ប៉ុន្តែដោយរឿងហ្នឹងកើតឡើងគឺអ្នកខ្លះបាន17ឆ្នាំហើយនៅសល់តែ3ឆ្នាំអីទៀតនឹងបានអាហ្នឹងគឺគេប្រឈប់ទាំងអស់តែម្ដងដោយសារតែរឿងរូបអាភិសអីចឹងទៅតាមពិតអ្នកខ្លះគ្នាក៏តែមិនដឹងរឿងប៉ុន្តែអាមេរិកអត់សន្តោសប្រោះប្រណីឬក៏អត់ចង់និយាយថាថ្កោលទោសចាត់ការដាក់ទណ្ឌកម្មគ្មានត្រាប្រណីទេព្រោះអីរឿងតាក់ទងនឹងអនិច្ចជនរឿងរាងកាយរបស់ស្ត្រីរឿងទៅលួចលបគេងូតទឹកគឺជាការយាយីបៀតបៀនគេខ្មាស់គេភេទរបស់ស្ត្រីហើយការរំលោភ